នៅទីក្រុង Wichita រដ្ឋ Kansas កាលពីអំឡុងទសវត្សរ៍ឆ្នាំ70នៃសតវត្សរ៍ទី20ជីវិតប្រចាំថ្ងៃហាក់ដូចជាមានភាពស្ងប់ស្ងាត់និងសាមញ្ញដោយទីក្រុងតូចៗដទៃទៀតនៅសហរដ្ឋអាមេរិកប៉ុន្តែភាពស្ងប់ស្ងាត់នេះត្រូវបានបំផ្លាញដោយភាពភ័យរន្ធត់ដែលមិននឹកស្មានដល់ដោយសារតែការលេចឡើងនៅឃាតករស៊េរីម្នាក់ដែលបានធ្វើសកម្មភាពដ៏ព្រៃផ្សៃហើយបានលាក់បាំងខ្លួនយ៉ាងសក្កសិទ្ធិអស់រយៈពេលជាច្រើនទសវត្សរ៍ឃាតកររូបនេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ជូរចត់និងការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងតំបន់រាប់សិបឆ្នាំរហូតដល់ថ្ងៃមួយដែលអាចកំបាំងត្រីបានលាតត្រដាងនេះគឺជារឿងរ៉ាវនៃឃាតករ BTK ការចាប់ផ្ដើមនៃភាពភ័យរន្ធត់គ្រូសាអូតេរ៉ូថ្ងៃទី15ខែមករាឆ្នាំ1974ជាថ្ងៃដែលជោគវាសនានៃទីក្រុង Wichita បានផ្លាស់ប្ដូរជារៀងរហូតគ្រួសារអូតេរ៉ូដែលមានលោក Joseph និង Peria Julie ព្រមទាំងកូនពីរនាក់គឺ Josephine អាយុ11ឆ្នាំនិង Joseph DeP អាយុ9ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់ពួកគេវិធីសាស្ត្រនៃការសម្លាប់គឺគួរឲ្យរន្ធត់ជនរងគ្រោះត្រូវបានចងភ្ជាប់បន្ទាប់មកច្របាច់កឬធ្វើឲ្យថប់ដង្ហើមរហូតដល់ស្លាប់គ្មានការចូលលួចដោយបង្ខំទេដែលធ្វើឲ្យប៉ូលីសដំបូងឡើយគិតថាជាអំពើគំនុំប៉ុន្តែក្រោយមកពួកគេបានដឹងថាវាគ្រាន់តែជាការចាប់ផ្ដើមនៃរលកឧក្រិដ្ឋកម្មដ៏សាហាវប៉ុណ្ណោះឃាតករនេះបានបង្ហាញនូវភាពប៉ិនប្រសប់ក្នុងការរៀបចំផែនការនិងលុបបំបាត់ភស្តុតាងដែលធ្វើឲ្យការស៊ើបអង្កេតដំបូងជួបការលំបាកយ៉ាងខ្លាំងសារលិខិតបំភ័យនិងឈ្មោះ BTK បន្ទាប់ពីគ្រួសារអូតារ៉ូឃាតកររូបនេះបានបន្តធ្វើសកម្មភាពសម្លាប់មនុស្សជាច្រើនទៀតរួមមាន Catherine Bright នៅឆ្នាំ1974 Shirley Vian និង Nancy Fox នៅឆ្នាំ1977ប៉ុន្តែអ្វីដែលធ្វើឲ្យករណីនេះកាន់តែព្រឺព្រួចនោះគឺឃាតករបានចាប់ផ្ដើមផ្ញើសារលិខិតទៅកាន់ប៉ូលីសនិងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងលិខិតទាំងនោះគាត់បានពិពណ៌នាអំពីឧក្រិដ្ឋកម្មរបស់គាត់យ៉ាងលម្អិតបង្ហាញពីភាពក្រអឺតក្រទមនិងការប្រមាថដ៏សមត្ថកិច្ចគាត់ថែមទាំងបានដាក់ឈ្មោះឲ្យខ្លួនឯងថា BTK ដែលតំណាងឲ្យបាញ់ torture kill ចងភ្ជាប់ធ្វើទារុណកម្មសម្លាប់ការលេចចេញនៅលិខិតទាំងនេះបានធ្វើឲ្យសាធារណជនរស់នៅក្នុងការភ័យខ្លាចឥតឈប់ឈរអ្នកស្រុក Wichita ត្រូវបង្ខំឲ្យចាក់សោទ្វារផ្ទះនៅពេលយប់ហើយការរស់នៅប្រចាំថ្ងៃត្រូវហ៊ុមព័ទ្ធដោយភាពមិនប្រកបប្រជាការបាត់ខ្លួនដ៏អាចកំបាំងនិងការវាលត្រឡប់បន្ទាប់ពីការសម្លាប់ Vicky Vagel នៅឆ្នាំ1986និង Dolores Davis នៅឆ្នាំ1991ឃាតករ BTK បានស្ងប់ស្ងាត់អស់រយៈពេលជាងមួយទសវត្សរ៍អ្នកស៊ើបអង្កេតនិងសាធារណជនភាគច្រើនជឿថាគាត់ប្រហែលជាបានស្លាប់ជាប់គុកដោយសារបទល្មើសផ្សេងឬគ្រាន់តែឈប់ធ្វើសកម្មភាពទោះជាយ៉ាងណាក៏ដោយភាពស្ងៀមស្ងាត់នេះបានបែកធ្លាយនៅឆ្នាំ2004នៅពេលដែល BTK បានចាប់ផ្ដើមផ្ញើលិខិតកាតប៉ូស្តាល់និងកញ្ចប់សារថ្មីៗជាបន្តទាប់លើកនេះគាត់ហាក់ដូចជាចង់បានការចាប់អារម្មណ៍កាន់តែច្រើនហើយបានព្យាយាមលបងសមត្ថភាពរបស់ប៉ូលីសដោយផ្ដល់ព័ត៌មានដែលគាត់ជឿថាពិបាកនឹងតាមដានស្នាមជើង Digital និងដំណោះស្រាយភាពលោភលន់ចង់បានការចាប់អារម្មណ៍របស់ BTK ទីបំផុតបានคล้ายជាមូលហេតុនៃការចាប់ខ្លួនរបស់គាត់នៅក្នុងកញ្ចប់មួយដែលគាត់បានផ្ញើគាត់បានបញ្ចូលនៅ disk ទុនមួយប៉ូលីសដោយប្រើប្រាស់បច្ចេកវិធីស៊ើបអង្កេត Digital ទំនើបបានរកឃើញទិន្នន័យមេតានៅលើ disk នោះទិន្នន័យនេះបានពន្យាថាឯកសារចុងក្រោយត្រូវបានកែប្រែដោយអ្នកប្រើប្រាស់ម្នាក់ឈ្មោះ Dennis នៅឯ Christ Lutheran Church នេះគឺជាការបែកធ្លាយដ៏ធំអ្នកស៊ើបអង្កេតបានចាប់ផ្ដើមស្វែងរកបុរសឈ្មោះ Dennis ដែលមានទំនាក់ទំនងជាមួយព្រះវិហារនោះហើយបញ្ជីឈ្មោះជនសង្ស័យក៏បានរួមតូចបន្តិចម្ដងការលាតត្រដាងមុខមាត់ពិតបុរសឈ្មោះ Dennis Rader គឺជាមនុស្សម្នាក់ដែលហាក់បីដូចជាគ្មានកំហុសគាត់ជាប្រធានព្រះវិហារជាមេដឹកនាំ Guide Cub Scout Leader ជាបុគ្គលិកសាធារណៈដែលទទួលបន្ទុកអនុលោមភាពច្បាប់និងជាបិតាគ្រួសារដ៏ល្អម្នាក់ប៉ុន្តែការពិតដ៏គួរឲ្យតក់ស្លុតគឺថា Dennis Rader គឺជាឃាតករ BTK
ដែលទីក្រុងវិชิตะភ័យខ្លាចអស់ជាង30ឆ្នាំ ផុសតាង DNA ដែលទទួលបានពីការប្រៀបធៀបគំរូ DNA របស់កូនស្រីគាត់និងក្រោយមកឈាមរបស់គាត់ផ្ទាល់បានបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់ត្រូវបានចាប់ខ្លួននៅខែកុម្ភៈឆ្នាំ2005 ក្នុងពេលសួរចម្លើយគាត់បានសារភាពពីអំពើឃាតកម្មចំនួន10ករណីដោយគ្មានការសោកស្ដាយអ្វីទាំងអស់គ្រាន់តែបង្ហាញពីភាពជាប់ចិត្តនិងសកម្មភាពដ៏ព្រៃផ្សៃរបស់ខ្លួនករណី BTK Killer បានបង្ហាញថាភាពអាក្រក់អាចលែកបាំងខ្លួននៅពីក្រោយរូបភាពដ៏សាមញ្ញបំផុត វាជាការរំលឹកដ៏គួរឲ្យព្រឺព្រួចអំពីភាពខ្ជាប់ខ្ជួនរបស់សមត្ថកិច្ចនិងអំណាចដែលកំពុងវិវត្តនៃវិទ្យាសាស្ត្រកសលវិជ័យដែលទីបំផុតបាននាំមកនូវយុត្តិធម៌សម្រាប់ជនរងគ្រោះនិងគ្រួសាររបស់ពួកគេបើទោះជាភាពឈឺចាប់នៅតែបន្សល់ទុកជាដាននៃប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះក៏ដោយ